សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារជាមួយកាកបាទក្រហមជប៉ុនសាខាខេត្តហ៊ីរ៉ូស៊ីម៉ានឹងរៀបចំផែនការបន្តនៅថ្ងៃទី19ខែឧសភាឆ្នាំ2026អាយដាមកុចលីណាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាតំណាងដល់កំពង់ខ្ពស់អាយដាមប្រាក់សុភ័ណ្ឌប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានដឹកនាំកិច្ចប្រជុំបូកសរុបការអនុវត្តកិច្ចព្រមព្រៀងដំណាក់កាលទី1និងរៀបចំផែនការការងារសម្រាប់ដំណាក់កាលបន្ទាប់រវាងសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបជាមួយសាខាកាកបាទក្រហមជប៉ុនខេត្តហ៊ីរ៉ូស៊ីម៉ាមានប្រសាសន៍ក្នុងឱកាសនោះអាយដាមកុចលីណាបានថ្លែងនៅការកោតសរសើរនិងផ្ដល់អនុសាសន៍ណែនាំល្អៗដល់មន្ត្រីប្រតិបត្តិសាខានិងគណៈកម្មការអនុសាខាដើម្បីបន្តអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់អាយដាមបានគូបញ្ជាក់ថាកិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជនកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនិងខេត្តហ៊ីរ៉ូស៊ីម៉ាគឺជាកិត្តិយសដ៏ធំធេងសម្រាប់សាខាខេត្តសៀមរាបទាំងមូលអាយដាមបានសំណូមពរដល់យុវជនកាកបាទក្រហមកម្ពុជាទាំង11រូបដែលបានវិលត្រឡប់ពីទស្សនកិច្ចនៅប្រទេសជប៉ុនត្រូវយកទាំងចំណេះដឹងនិងបទពិសោធន៍ល្អៗទៅផ្សព្វផ្សាយបន្តដល់សិស្សានុសិស្សក្នុងសាលារៀននិងប្រជាពលរដ្ឋក្នុងសហគមន៍ជាពិសេសត្រូវខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឯងឲ្យក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិទៅថ្ងៃអនាគតសូមជម្រាបជូនថាកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញពីលទ្ធផលចំណេះដឹងនិងបទពិសោធន៍នានាដែលទទួលបានពីកម្មវិធីទស្សនកិច្ចសិក្សាផ្លាស់ប្តូររវាងយុវជននៃសាខាខេត្តទាំងពីរដែលបានប្រព្រឹត្តទៅដោយរលូននិងជោគជ័យកិច្ចប្រជុំនេះដើម្បីបូកសរុបលទ្ធផលដំណាក់កាលទី1ផ្ដោតលើការពិភាក្សានិងរបាយការណ៍ស្ដីពីលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងចំណេះដឹងដែលទទួលបានមេរៀននិងបទពិសោធន៍ជាក់ស្ដែងព្រមទាំងរបាយការណ៍ចំណាយនានាកិច្ចប្រជុំនេះក៏ជាការក្រុងផែនការបន្ទាប់ផ្ដោតលើការពិភាក្សាជ្រើសរើសប្រភពយុវជនកាកបាទក្រហមកម្ពុជាចំនួន12នាក់និងការជ្រើសរើសទីតាំងស្នាក់នៅសម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការជ្រើសរើសយុវជនរួមមានយុវជនទាំងពីរភេទដែលកំពុងសិក្សាថ្នាក់ទី10ក្នុងឆ្នាំសិក្សា2026-2027ជាយុវជនសកម្មមានទឹកចិត្តចំពោះការងារមនុស្សធម៌មានសមត្ថភាពក្នុងការរៀនសូត្រជំនាញភាសាអង់គ្លេសល្អនិងមានអាកប្បកិរិយាសមរម្យ